សួស្តីបងអូននឹកឃើញក្នុង TikTok ចាស់ណា TikTok លក់ដូរដាក់សារ filter មកដល់ហើយបងប្អូនអើយ filter ណានេះសុតឯនេះធម្មជាតិមិនឃើញទាំងអស់បងប្អូនកុំឲ្យស្ងាត់ពេកយូរមកនិយាយម្ដងហើយកុំឲ្យយកអាលពលគិតតែវីរ៉ូស៊ីណាផ្លិចមកចូល TikTok ថ្មីបងប្អូនខ្ញុំចង់និយាយថាខ្ញុំចង់និយាយអំពីអ្នកធ្លាក់ទឹកចិត្តបងប្អូនសបោអ្នកធ្លាក់ទឹកចិត្តណាបងប្អូនពេលដែលយើងធ្លាក់ទឹកចិត្តម្ដងអត់មានអារម្មណ៍នៅខ្លួនទេអារម្មណ៍ប្រៀបបានដូចជាពពកចឹងណាហោះអណ្ដែតទៅលើរស័ព្ទចារស័ព្ទចោលខ្លួនអ្នកដែលធ្លាក់ទឹកចិត្តហ្នឹងគឺអារម្មណ៍ចិត្តបេះដូងហ្នឹងគឺហោះចេញពីខ្លួនណាហើយគិតអ្វីក៏មិនសូវវែងឆ្ងាយដែរបងប្អូនប៉ុន្តែខ្ញុំមានបទពិសោធន៍មួយដែលខ្ញុំក៏ធ្លាប់ឆ្លងកាត់ការធ្លាក់ទឹកចិត្តដែរណាបងប្អូនចាហើយនៅក្មេងមិនតាន់ជាចាស់ស្អីទេចាធ្លាក់ទឹកចិត្តបងប្អូនអើយពេលអារម្មណ៍ហោះហើរទៅចាអារម្មណ៍ហោះហើរវិញ្ញាណហោះហើរចេញពីខ្លួនទៅស្ដោកស្ដឹងគ្មានចង់ញ៉ាំចង់ហូបថាបាយមិនទឹកនឹកមិនស្រេកទេបងប្អូនតែមានរឿងមួយដែលធ្វើឲ្យអារម្មណ៍វិញ្ញាណនឹងរត់មករកខ្លួនយើងវិញដោយសារតែក្តីអាណិតចាក្តីអាណិតមេត្តាដល់ពេលមានអាសេចក្តីអាណិតស្រឡាញ់មេត្តានឹងមកដកចូលមកក្នុងចិត្តយើងភ្លាមបេះដូងអីព្រលឹងវិញ្ញាណរត់មកវិញចាអាណិតអីបងប្អូនដឹងអាណិតអីឯងកាលហ្នឹងម៉ែក៏ចាស់យាយក៏ចាស់ចឹងណាហើយឃើញគាត់ចាស់គាត់ដើររួចទេស្បែកគាត់ស្វិតហើយគាត់អង្គុយលើតក្រេកំងហើយពេលដែលយើងនៅក្បែរគាត់ចឹងគាត់មានភាពកក់ក្ដៅអីចឹងណាហើយសួរតែគាត់អាយុដូចថា90អីហើយចឹងគាត់ហូបអីឆ្ងាញ់ទេគាត់ដូចថានៅក្នុងសុខភាពគាត់វាមិនទៅស្រួលដូចយើងក្មេងនៅតែមិនចង់ស្រួលសុខភាពដល់បត្រមគាត់អាយុប៉ុណ្ណឹងតែគាត់រស់ដើម្បីអីគាត់រស់ដើម្បីយើងគាត់រស់ដើម្បីមានជាគ្នាជាមួយយើងចាជាមួយចៅអញ្ចឹងទៅហើយគាត់ខំប្រឹងហូបគាត់មិនដែលត្អូញត្អែថាហូបឆ្ងាញ់ចេះចោអីមនុស្សចាស់ចាឲ្យតែចៅឲ្យអីហូបហើយចៅធ្វើអីធ្វើបាយធ្វើទឹកឲ្យញ៉ាំជួនកាលអត់តន់អញ្ចឹងណាធ្វើអត់តន់អញ្ចឹងមកហូបមានតែបាយអញ្ចឹងក៏មានតែអំបិលទាអំបិលឲ្យហូបអស់ទាំងចានហើយគាត់ដូចជាគ្មានការទុកអីទេចុះយើងក្មេងនិយាយពីការទុកអូយការទុកដុកសៅមងចិត្តធ្លាក់ទឹកចិត្តអស់ហើយដល់ពេលឃើញគាត់រស់ដើម្បីអីដើម្បីយើងហើយយើងទៅណាចោលគាត់មិនរួចដល់ពេលអញ្ចឹងទៅចោលរួចទេទៅអត់រួចទេអញ្ចឹងត្រឡប់មកវិញគឺខំប្រឹងរស់ដើម្បីអ្នកមានគុណណាបងប្អូនគិតតែត្រង់ចំណុចហ្នឹងទៅឃើញហើយឃើញព្រលឹងវិញ្ញាណមកវិញហើយគាត់មានគុណលើយើងហើយគាត់មិនតន់ទៅផងហើយយើងអ្នកទៅកើតក្រោយគាត់ហ្នឹងយើងជាកូនជាចៅគាត់ហ្នឹងទៅមុនគាត់មិនឥឡូវគិតចឹងចាទៅមុនគាត់មិនបើគាត់មិនតន់ទៅចោលយើងផងទោះបីលំបាកប៉ុណ្ណាក៏ដោយត្រូវតស៊ូឲ្យនៅកំដរគាត់ឲ្យគាត់ឆ្លោះចម្លងគាត់ឲ្យអស់សិនចាំយើងគិតតទៀតចឹងណាបងប្អូនកុំអាងតែមានបញ្ហាអីទៅចោលគាត់ចឹងអត់កើតទេបងប្អូនគិតចឹងថាល្អអត់គិតដូចខ្ញុំចឹងល្អអត់ខ្ញុំចឹងឯងត្រឡប់មកវិញដោយសារតែពួកគាត់ចឹងទៅក៏យើងរៀនរស់ខ្លួនយើងយកបទពិសោធន៍ដើម្បីឲ្យដឹងថាជីវិតយើងនឹងវាយ៉ាងម៉េចយើងរៀនបទពិសោធន៍បដើទៅយើងកុំធុញទ្រាន់កុំចង់ចាក់ចេញរស់នៅយកបទពិសោធន៍ពីភពផែនដីនេះចូលទៅកើតមកហើយលំបាកវេទនាអីក៏ដោយអញ្ចឹងណាបងប្អូន